នៅពេលដែលយើងស្រួលជាមួយនឹងអ្នកដទៃខ្លាំងពេកអ្វីដែលយើងបាត់បង់មុនគេនោះគឺការគោរពពេលដែលយើងស្រួលដាក់គេពេកគេគិតថាយើងល្ងងពេលដែលយើងឲ្យតម្លៃគេខ្លាំងពេកគេគិតថាយើងជាមនុស្សដែលគ្មានតម្លៃពេលដែលយើងស្មោះត្រង់ខ្លាំងពេកគេគិតថាយើងជាមនុស្សម្នាក់ដែលងាយស្រួលចាញ់បោកគេពេលដែលយើងស្លូតពេកគេនឹងជន់យើងហើយវាជារឿងពិតដែលយើងអាចប្រកែកបានទេត្រូវចាំថាមនុស្សមានល្អមានអាក្រក់មិនមែនយើងធ្វើល្អដាក់មនុស្សគ្រប់គ្នាទាំងអស់បានទេពីមុនមកខ្ញុំមើលអ្នកណាក៏ជាមនុស្សល្អដែរហើយខ្ញុំជាមនុស្សម្នាក់ដែលគិតវិជ្ជមានប៉ុន្តែត្រូវចាំថាកុំវិជ្ជមានជ្រុលខ្លាំងពេកយើងត្រូវយកខួរក្បាលយកមកគិតកុំប្រើបេះដូងយកមកគិតមិនថារឿងមិត្តភ័ក្តិមិនថារឿងស្នេហាបើសិនជាយើងប្រើប្រាស់បេះដូងយកមកគិតច្រើនជាងខួរក្បាលគឺយើងនឹងឈឺចាប់ខ្លាំងយើងមានសិទ្ធិបើកទ្វារឲ្យគេដើរមកចូលក្នុងជីវិតយើងហើយយើងក៏មានសិទ្ធិបិទទ្វារមិនឲ្យគេដើរចូលមកក្នុងជីវិតយើងដូចគ្នាពេលដែលយើងដាក់លក្ខខណ្ឌយើងកំណត់ព្រំដែនថាមនុស្សណាខ្លះដែលអាចចូលមកក្នុងជីវិតយើងបានណាពេលហ្នឹងហើយគឺយើងនឹងមានសេចក្តីសុខផ្លូវចិត្តមិនមែនឲ្យតែគេអត់មានមិត្តភ័ក្តិច្រើនគេជាមនុស្សម្នាក់ដែលអត់រាប់ញាតហើយក៏មិនមែនគេជាមនុស្សដែលអត់ល្អដែរត្រូវចាំថាគាត់ជាមនុស្សម្នាក់ដែល